សួស្តីប្រិយមិត្តទស្សនិកជនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមានប្រធានបទថ្មីមួយដើម្បីចែកជូនដល់បងប្អូនទាំងអស់គ្នាប្រធានបទនោះគឺមានចំណងជើងថាម៉ាក់អត់សូវមានទឹកដោះអាចមកពីមូលហេតុទាំង5នេះមុននឹងយើងចូលដល់អត្ថន័យក្នុងប្រធានបទនេះសូមបងប្អូនទាំងអស់គ្នាកុំភ្លេចចុច Like Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតពី Channel YouTube របស់យើងខ្ញុំជារឿយៗម៉ាក់មួយចំនួនតែងតែជួបប្រទះបញ្ហាមិនសូវមានទឹកដោះឲ្យកូនបៅដែលកត្តានេះអាចបណ្ដាលមកពីតុល្យភាពអរម៉ូនឬមកពីការប្រើប្រាស់ថ្នាំមួយចំនួនពិតណាស់ម៉ាក់ច្បាស់ជាមានអារម្មណ៍ស្ទះខ្លាំងដែលពុំមានលទ្ធភាពបំបៅដោះកូនឲ្យបានច្រើនតាមដែលកូនត្រូវការយ៉ាងណាមិញប្រសិនបើម៉ាក់បានដឹងច្បាស់អំពីមូលហេតុដែលមិនអាចផលិតទឹកដោះបានគ្រប់គ្រាន់ម៉ាក់ក៏អាចរកវិធីសាស្ត្រដើម្បីដោះស្រាយបញ្ហានេះបានយ៉ាងមានប្រសិទ្ធភាពផងដែរចំណុចទី1ជាលិកាក្រពេញមិនគ្រប់គ្រាន់បញ្ហានេះអាចកើតឡើងចំពោះម៉ាក់ដែលមានកូនលើកដំបូងនៅក្នុងករណីនេះគឺថង់ទឹកដោះមិនត្រូវបានបង្កើតឡើងត្រឹមត្រូវដែលរាងដល់ការផ្គត់ផ្គង់ទឹកដោះស្ថានភាពនេះនឹងត្រូវដោះស្រាយនៅពេលដែលយើងមានផ្ទៃពោះលើកទី2និងទី3ដើម្បីកែខៃបញ្ហានេះម៉ាក់គួរតែឲ្យអូនជញ្ជក់ចុងដោះដើម្បីបង្កើតការផលិតទឹកដោះពីព្រោះនៅពេលដែលកូនជញ្ជក់ចុងដោះកាន់តែច្រើនទឹកដោះក៏ចេញកាន់តែច្រើនផងដែរចំណុចទី2កត្តាអរម៉ូនជាក់ស្ដែងទឹកដោះត្រូវបានផលិតនៅពេលដែលអរម៉ូនបញ្ជូនសញ្ញាទៅកាន់សូដនដូច្នេះហើយប្រសិនបើអរម៉ូនរបស់យើងមានបញ្ហាវាក៏អាចរាំងស្ទះដល់ការផ្គត់ផ្គង់ទឹកដោះផងដែរបញ្ហាសុខភាពដូចជាគីទឹកនៅក្រពេញអូវែរទឹកនោមផ្អែមនិងក្រពេញទីរអ៊ុយទាបក៏អាចធ្វើឲ្យម៉ាក់ផលិតទឹកដោះបានតិចដូចគ្នាប្រសិនបើម៉ាក់ជួបប្រទះបញ្ហាអរម៉ូននេះចូលពិភាក្សាជាមួយគ្រូពេទ្យជំនាញទើបជាការប្រសើរចំណុចទី3ការវះកាត់សូដនការវះកាត់សូដនអាចបណ្ដាលឲ្យមានការកកើតឡើងនៃដុំស្បូនដែលអាចប៉ះពាល់ដល់ថង់ទឹកដោះបានរីឯបរិមាណនៃការផលិតទឹកដោះគឺអាស្រ័យទៅលើភាពស៊ាំនៃការវះកាត់ហើយសូម្បីតែការចោះចុងដោះក៏អាចជះឥទ្ធិពលអវិជ្ជមានដល់ការផលិតទឹកដោះផងដែរចំណុចទី4ប្រើប្រាស់ថ្នាំពន្យារកំណើតប្រសិនបើយើងប្រើប្រាស់ថ្នាំពន្យារកំណើតនៅអំឡុងពេលបំបៅដោះកូនវាក៏អាចជះឥទ្ធិពលដល់ការផលិតទឹកដោះផងដែរដោយសារតែថ្នាំទាំងនោះប៉ះពាល់ដល់តុល្យភាពអរម៉ូនប៉ុន្តែបញ្ហានេះមិនមែនកើតឡើងចំពោះមនុស្សស្រីទូទៅនោះទេចំណុចទី5ការប្រើប្រាស់ថ្នាំអំឡុងពេលសម្រាលពេលខ្លះថ្នាំដែលម៉ាក់ញ៉ាំអំឡុងពេលសម្រាលក៏អាចប៉ះពាល់ដល់ការផលិតទឹកដោះផងដែរថ្នាំទាំងនេះគឺសម្រាប់ជំរុញដល់ការសម្រាលហើយវានឹងមានផលប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកដោះតែរយៈពេលខ្លីប៉ុណ្ណោះនៅពេលដែលថ្នាំអស់ឥទ្ធិពលម៉ាក់នឹងមានទឹកដោះច្រើនដូចធម្មតាវិញមិនខាន